កុំបោះបង់ខ្លួនឯងមនុស្សមានខ្លួនជាទីពឹងរបស់ខ្លួនតែបើខ្លួនឯងបោះបង់ខ្លួនឯងចោលហើយនោះញាតិដទៃក៏ងាយនឹងបោះបង់យើងចោលដូចគ្នាតែពេលដែលយើងអស់អ្វីពីខ្លួននោះយើងនឹងឃើញតែខ្លួនឯងតែម្នាក់គត់ដែលតែងតែនៅជាមួយខ្លួនឯងពេលខ្លះខ្ញុំស្រែកសួរព្រហ្មលិខិតថាហេតុអ្វីក៏ក្នុងជីវិតរបស់ខ្ញុំមានរឿងរ៉ាវលំបាកដោះស្រាយច្រើនយ៉ាងនេះគ្រប់បញ្ហាគ្រប់ឧបសគ្គទាំងអស់ដូចជាសរសៃអំបោះដែលគ្មានមុខពីរអញ្ចឹងមិនដឹងតែចាប់ផ្ដើមពីកន្លែងណាហើយបញ្ចប់នៅទីណានោះទេមនុស្សដែលធ្លាប់សើចសប្បាយជាមួយនឹងគ្នាធ្លាប់រួមសុខរួមទុក្ខជាមួយគ្នាបែរជាយើងទៅជួបទុក្ខលំបាកបែរជាគ្មានណាទាំងអស់ពោលគឺមានតែខ្លួនឯងតែម្នាក់គត់ពិភពលោកពិតជាធំទូលាយពេកហើយធំរហូតដល់ខ្ញុំរត់ទីពឹងប្រមាណអ្វីគ្រប់យ៉ាងមិនស្មើភាពគ្នាសោះពេលដែលសើចរួមគ្នាតែពេលដែលយំបែរជាខ្ញុំត្រូវយំតែម្នាក់ឯងនៅពេលដែលមានសុខយើងអាចរួមសុខជាមួយនឹងគ្នាតែដល់ពេលដែលយើងជួបរងទុក្ខវេទនាខ្ញុំត្រូវទទួលរងទុក្ខវេទនាតែឯងរួមសុខតែមិនអាចរួមទុក្ខខ្ញុំអត់សង្ឃឹមនឹងពិភពលោកនេះខ្លាំងណាស់ពិភពលោកដែលពោរពេញទៅដោយសេចក្តីទុក្ខពិភពលោកដែលពោរពេញទៅដោយបញ្ហាជីវិតច្រើនរាប់មិនអស់ចប់បញ្ហាមួយពីបញ្ហាមួយក៏មានបញ្ហាមួយទៀតចូលមកដល់ប្រៀបដូចជាខ្សែទឹកហូរដែលគ្មានថ្ងៃដាច់អញ្ចឹងនៅពេលនេះម៉ោងនេះទីនេះខ្ញុំគ្មានសល់អ្វីទេសល់តែដង្ហើមចង្រិតមួយគត់ខ្ញុំនៅហត់ក្នុងជីវិតខ្លួននេះខ្លាំងណាស់ហត់ខ្លាំងណាស់ខ្ញុំចង់បបង់ខ្លួនឯងចោលហើយបើពិបាករស់ជាស្លាប់បែបនេះអ្នកដទៃអាចបបង់យើងចោលបានគ្រប់ពេលវេលានិងគ្រប់កលៈទេសៈបានតែយើងមិនអាចបបង់ខ្លួនឯងបានចោលបានទេតែពេលដែលអ្នកដទៃបបង់យើងចោលនោះយើងអាចចាប់ផ្ដើមសាយជាថ្មីតែបើយើងបបង់ខ្លួនឯងចោលវិញអ្វីគ្រប់យ៉ាងនេះបញ្ចប់ដោយគ្មានន័យដរាបណាយើងនៅតែមានជីវិតយើងនៅត្រូវតែមានសង្ឃឹមកុំបបង់ខ្លួនឯងចោលអីនរណាក៏ជួបបញ្ហាបែបនេះដែរមិនមែនមានតែយើងម្នាក់នោះទេដែលបែបនេះពិភពលោកអាចបបង់យើងចោលបានតែយើងមិនអាចបបង់ចោលខ្លួនឯងបានទេបានសរសើរជីវិតអរគុណខ្លួនឯងទោះបីជាជួបសមុទ្របញ្ហាច្រើនយ៉ាងណាក៏នៅតែអាចហែកឆ្លងផុតបាននៅតែអាចញញឹមបានយ៉ាងរឹងមាំយ៉ាងស្អាតហើយនៅតែរឹងមាំហើយអាចបន្តដំណើរទៅមុខប្រកបទៅដោយភាពជឿជាក់ទៅលើខ្លួនឯងតែពេលដែលយើងខិតខំប្រឹងប្រែងរៀនសូត្របានចំណុចណាល្អខាងសាលានឹងចេញបានសរសើរឲ្យយើងឬក៏នៅពេលដែលយើងលះបង់ឬនៅពេលដែលយើងលះបង់ពេលវេលាកម្លាំងកាយកម្លាំងចិត្តចូលក្នុងកម្មវិធីសប្បុរសធម៌យើងក៏អាចទទួលបានបានសរសើរផងដែរអ្វីទាំងអស់នេះកើតចេញពីការខិតខំប្រឹងប្រែងរបស់យើងហើយអ្នកដទៃជាអ្នកចេញបានសរសើរឲ្យយើងប៉ុន្តែបើងាកមកមើលជីវិតយើងវិញមិនដែលមាននរណាម្នាក់បានចេញមកសរសើរយើងនោះទេគ្រប់យ៉ាងដែលយើងបានឆ្លងកាត់រាប់ចំពោះគ្មាននរណាម្នាក់មើលឃើញនោះទេមានតែយើងមនុស្សម្នាក់គត់ដែលដឹងថាហើយមនុស្សម្នាក់នោះគឺឆ្លងកាត់នៅជាមួយយើងផងដែរម្នាក់នោះគឺជាខ្លួនយើងនេះឯងមកដល់ពេលនេះហើយយើងគួរតែចេញបានសរសើរខ្លួនឯងម្ដងហើយជីវិតរបស់យើងបានចូលរួមលំបាកវេទនាខកចិត្តអស់សង្ឃឹមបាត់ទៅចិត្តនឹងហើយបានប្រាជ័យរាប់សិបដងនៅពេលខ្លះសូម្បីតែដង្ហើមដកដង្ហើមកម្លាំងដកដង្ហើមស្ទើរតែគ្មានផងដល់ពេលនេះយើងនៅតែអាចឈរបានក្លាហានញញឹមតស៊ូជាមួយនឹងឧបសគ្គទាំងនោះសួរថាយើងអស្ចារ្យដែរឬទេចូលឆ្លើយប្រាប់ខ្លួនឯងថាខ្ញុំពិតជាអស្ចារ្យខ្លាំងណាស់ជួបនៅរឿងមហាសែនវេទនាប៉ុណ្ណឹងហើយនៅតែអាចញញឹមបាននៅតែអាចក្រោកឈរសាជាថ្មីបានមិនត្រឹមតែប៉ុណ្ណោះថែមទាំងអាចឈានជើងដើរទៅមុខបានហើយរឹងមាំជាងមុនថែមទៀតផងមកដល់ពេលនេះទើបខ្ញុំដឹងថាខ្ញុំគួរតែចេញបានសរសើរឲ្យខ្លួនឯងហើយបានសរសើរនេះត្រូវបានបោះត្រាស់ទទួលស្គាល់ដោយខ្លួនឯងផ្ទាល់ហើយយកដំណក់ញើសឈាមយកការតស៊ូការប្រឹងប្រែងការមកបោះត្រាដើម្បីបញ្ជាក់ថាខ្ញុំពិតជាមនុស្សអស្ចារ្យពិតប្រាកដមែនបានសរសើរនេះគ្មាននរណាបុគ្គលអច្ឆរិយៈណាអាចមើលឃើញបានទេព្រោះវាស្ថិតនៅក្នុងខួរក្បាលដួងវិញ្ញាណនិងដួងព្រលឹងរបស់យើងជីវិតជារបស់យើងជាអ្នកចេញបានសរសើរឲ្យខ្លួនឯងទោះបីជាអ្នកដទៃមិនដឹងក៏ដោយតែយ៉ាងណាត្រឹមតែយើងម្នាក់ដឹងគឺគ្រប់គ្រាន់ហើយនេះគឺជាដូចជានឹងឃ្លាដែលលើកឡើងថាស្គាល់អ្នកដទៃច្បាស់មិនស្មើនឹងស្គាល់ខ្លួនឯងច្បាស់គេចេញបានសរសើរឲ្យយើងនឹងមិនអស្ចារ្យជាងយើងចេញបានសរសើរខ្លួនឯងនោះទេបានសរសើរជីវិតនេះគឺសំដៅទៅលើអំណាចនៃធម៌ផ្លូវចិត្តតែពេលដែលអ្នកជួបបញ្ហាស្មុគស្មាញក្នុងជីវិតចូលនៅក៏ដល់បានសរសើរជីវិតរបស់អ្នកមានហើយបន្តបទចម្រៀងអមជាមួយនឹងស្នាមញញឹមដ៏អស្ចារ្យរបស់អ្នកចិញ្ចឹមក្តីសុបិនប្រសិនបើអ្នកមិនព្រមកសាងក្តីសុបិនដល់ខ្លួនឯងនោះទេនោះអ្នកផ្សេងនឹងជួអ្នកឲ្យកសាងក្តីសុបិនជូនពួកគេដូច្នេះចូលកសាងវានិងចិញ្ចឹមវានៅក្នុងចិត្តគំនិតរបស់អ្នកដោយស្ងៀមស្ងាត់ព្រោះគ្មាននរណាម្នាក់ខ្វល់នឹងអ្វីដែលយើងដាំនោះទេតែគេនឹងកោតសរសើរនៅពេលដែលវាចេញជាផ្លែផ្កាមិនសំខាន់ថាអ្នកជានរណាឬក៏មកពីណាទេកូនអ្នកមានឬក៏កូនអ្នកក្រសឬក៏ខ្មៅ
មានជាតិសាសន៍អ្វីឬក៏កាន់សាសនាអ្វីនោះទេតែអ្វីដែលសំខាន់គ្រប់គ្នាសុទ្ធតែអាចបង្កើតនិងចិញ្ចឹមក្តីសុបិនរបស់ខ្លួនបានគ្មាននរណាម្នាក់ខ្វល់នឹងអ្វីដែលយើងដាំនោះទេប៉ុន្តែគឺនឹងយកចិត្តទុកដាក់នៅពេលដែលយើងដាំដើមឈើនោះចេញជាផ្លែផ្កាឬក៏ផ្ដល់ផលប្រយោជន៍សម្រាប់មនុស្សជាតិទាំងមូលមិនសូវមាននរណាខ្វល់នឹងក្តីសុបិនរបស់យើងនោះទេទោះបីជាយើងនិយាយប្រាប់គេរហូតដល់សឹកអណ្ដែតក៏ដោយវាមិនសំខាន់ទេដែលយើងត្រូវស្រែកប្រាប់ពិភពលោកអំពីក្តីសុបិនរបស់យើងជួនកាលដោយសារតែក្តីសុបិនយើងប្លែកពីគេពិភពលោកអាចមិនគ្រប់គ្រងក៏ថាបានតែពិភពលោកនឹងគ្រប់គ្រង 100% នៅពេលដែលក្តីស្រមៃនឹងខ្លះជាការប៉ັດពិភពលោកនេះនៅទីនេះសំដៅទៅដល់មនុស្សជុំវិញមជ្ឈដ្ឋាននៅពេលដែលយើងសុបិនទាបពេកគេនឹងពេបជ្រាយយើងបើខ្ពស់ពេកគេនឹងអាចថាយើងគ្មានខ្មាស់អីនោះទេដែលសុបិនទាំងថ្ងៃខ្លួនតូចទាកុំចង់ចាប់កាយនៅលើមេឃនៅពេលដែលខ្ញុំរៀនចប់នៅថ្នាក់ទី12ភ្លាមខ្ញុំត្រូវឡើងទៅរៀននៅភ្នំពេញខ្ញុំមិនដឹងត្រូវទៅរៀននៅសាលាណាទេដើម្បីឲ្យស័ក្តិសមនឹងក្តីស្រមៃរបស់ខ្ញុំប៉ុន្តែខ្ញុំអាចសុំជំនួយពីសិស្សច្បងបានព្រោះពួកគាត់ជាអ្នកភូមិជាមួយគ្នាហើយមានបទពិសោធន៍ជាច្រើនខ្ញុំបាននិយាយប្រាប់គាត់អំពីក្តីស្រមៃរបស់ខ្ញុំតែអ្វីដែលធ្វើឲ្យខ្ញុំខកចិត្តនោះគឺទោះបីជាខ្ញុំនិយាយប្រាប់យ៉ាងណាក៏ដោយនិយាយរហូតដល់បែកពពុះមកក៏ដោយក៏គ្មាននរណាម្នាក់ខ្វល់ឡើយហើយបានត្រឹមតែខាតពេលអត់ប្រយោជន៍ចម្លើយដែលខ្ញុំទទួលបានគឺបាទឬក៏ចាស់តែប៉ុណ្ណោះខ្ញុំនិយាយនេះមិនសរុបទាំងអស់នោះទេព្រោះក៏មានបុគ្គលល្អៗដែលយើងអាចប្រឹក្សាបានផងដែរនៅពេលនោះហើយទើបខ្ញុំដឹងថាក្តីសុបិនខ្លះត្រូវតែចិញ្ចឹមវាទុកនៅក្នុងចិត្តចិញ្ចឹមដោយស្ងៀមស្ងាត់ចិញ្ចឹមដោយសេចក្តីអត់ធ្មត់ទីបំផុតតើវាអាចលូតលាស់បានល្អប្រៀបបីដូចជាដើមឈើដែលលូតលាស់ដែលគ្មានសម្លេងដូច្នោះដែរកុំអនុញ្ញាតឲ្យក្តីសុបិនរបស់អ្នកស្លាប់ដោយសារសម្ដីរបស់អ្នកដទៃត្រូវតែដាំវាឲ្យបានឲ្យដោយស្ងាត់ព្រោះដើមឈើដែលកំពុងតែលូតលាស់ធំមិនបញ្ចេញសម្លេងនោះឡើយគេអាចនឹងមើលងាយក្តីស្រមៃរបស់យើងនៅពេលដែលមិនទាន់បានកើតជារូបរាងតែគេនឹងសរសើរយើងនៅពេលដែលយើងពូកែនៅពេលដែលក្តីស្រមៃនោះនឹងរីកធំធាត់ឡើងខ្លះជាការពិតឪពុកម្ដាយអាចមិនដឹងថាក្តីសុបិនរបស់គាត់តែអាចចាំបាច់ទៅតែដឹងអំពីវាហើយពុះពៀហើយតស៊ូពុះពៀឲ្យវាខ្លះជាការពិតពាក្យថាមិនអាចមិនទៅរួចមិនធ្វើមិនកើតសម្រាប់មនុស្សតែគឺសម្រាប់តែមនុស្សដែលមានក្តីស្រមៃខ្លាំងខ្លាយតែប៉ុណ្ណោះសម្រាប់អ្នកដែលមានឆន្ទៈពិតប្រាកដគេនឹងមិនបោះបង់ឡើយទោះបីជាបុគ្គលជាច្រើនក៏ដោយព្រោះគេគាត់ថានៅពាក់កណ្ដាលឧបសគ្គគឺជាឱកាសសម្រាប់ពួកគេសម្រេចវាអនាគតរបស់អ្នកពឹងផ្អែកទៅលើអ្វីដែលអ្នកមានក្តីសុបិននៅថ្ងៃនេះក្តីសុបិននៅថ្ងៃនេះនឹងរៀបចំសកម្មភាពរបស់អ្នកឲ្យកាន់តែជាលទ្ធផលដ៏អស្ចារ្យនៅថ្ងៃស្អែកការអប់រំជាថ្នាំព្យាបាលជំងឺសង្គមការអប់រំប្រៀបដូចជាទឹកឃ្មុំមួយគត់ដែលអាចព្យាបាលជំងឺរបស់សង្គមនឹងជួយឲ្យប្រទេសជាតិមានសុខភាពល្អការអប់រំល្អគឺជាគ្រាប់ពូជតែមួយគត់ដែលអាចជួយសង្គមឲ្យលូតលាស់បានយ៉ាងឆាប់រហ័សការអប់រំជាឫសគល់នៃផ្លែផ្ការបស់សង្គមរិចឬក៏រួមក្រឬក៏មានឆ្អែតឬក៏ឃ្លានអាស្រ័យទៅលើការអប់រំខ្លាំងធ្វើឲ្យប្រទេសជាតិខ្លាំងគ្មាននរណាគ្មានបរទេសណាហ៊ានមើលងាយនោះទេវាមិនខុសពីអ្វីដែលលោក Nelson Mandela ដែលបានលើកឡើងថាការអប់រំដែលត្រឹមត្រូវគឺជាអាវុធដ៏មុតស្រួចបំផុតដែលអាចផ្លាស់ប្ដូរពិភពលោកបាននេះមានន័យថាការអប់រំគឺជាទឹកឃ្មុំដ៏ស័ក្តិសិទ្ធិបំផុតសម្រាប់ព្យាបាលសង្គមដែលកំពុងតែឈឺកំពុងតែមានរបួសឬក៏សង្គមដែលមានដំបៅយ៉ាងវិញទៀតផ្លែផ្កានៃសន្តិភាពពិតប្រាកដគឺចេញពីការអប់រំល្អនេះពិតជាដូចជាសម្ដីលោក Kofi Annan ដែលជាអគ្គលេខាធិការទី7របស់អង្គការសហប្រជាជាតិបានលើកឡើងថាមិនខុសនោះមែនលោកបានលើកឡើងថាការអប់រំគឺជាការកសាងសន្តិភាពនេះគឺជាទម្រង់នៃការចំណាយលើវិស័យការពារជាតិដែលមានប្រសិទ្ធភាពខ្ពស់បំផុតពិភពលោកមិនអាចស្មើគ្នាបានឡើយបើសិនមកមនុស្សជាតិទទួលបានការអប់រំខុសគ្នារបួសក្រៅជំងឺធ្ងន់ឬជំងឺក្រៅរបស់សង្គមមានតែការអប់រំដ៏ត្រឹមត្រូវនោះទេទើបអាចព្យាបាលជាសះស្បើយបានពោលគឺការព្យាបាលដោយចាប់ផ្ដើមពីរោគល្ងង់ខ្លៅរបស់មនុស្សការអប់រំគឺជាថ្នាំវ៉ាក់សាំងដ៏អស្ចារ្យផងដែរសម្រាប់ការពារមនុស្សពីជំងឺទោសៈមោហៈនិងលោភៈជាដើមចង់អភិវឌ្ឍប្រទេសជាតិមួយមានការរីកចម្រើនគឺចាប់ផ្ដើមពីការអភិវឌ្ឍខួរក្បាលរបស់ប្រជាជនជាមុនសិនទិវាបដិសេធស្នេហ៍រៀនបដិសេធស្នេហ៍ក្នុងវ័យសិក្សាទើបបញ្ឈឺផ្សាហើយធានាថាជីវិតការសិក្សានឹងទទួលបានជោគជ័យខែមករាបានចុងមកដល់ប្រតិទិនបានចង្អុលបង្ហាញថានៅថ្ងៃទី1មករាជាទិវាឆ្លងឆ្នាំសកលដែលមានន័យថាឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី
គឺថ្ងៃទី7មករាជាថ្ងៃទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហមនៅថ្ងៃទី8មីនាជាទិវាសិទ្ធិនារីអន្តរជាតិជាទិវាជានិមិត្តរូបនៃការតស៊ូទាមទារសិទ្ធិសេរីភាពរបស់ស្ត្រីប្រឆាំងនឹងការរើសអើងផ្លូវភេទព្រមទាំងអសមភាពទាំងអស់រវាងបុរសនិងស្ត្រីនៅថ្ងៃទី9វិច្ឆិកាជាទិវានៃបុណ្យឯករាជ្យជាតិខ្មែរដែលប្រទេសកម្ពុជាគេចពីនឹមអាណានិគមនិយមបារាំងជាការពិតណាស់ក្នុងប្រតិទិនតែមានការរំលឹកទិវាមួយចំនួនដើម្បីជាការចងចាំគ្មានប្រតិទិនណាដែលមានទិវាបដិសេធស្នេហ៍នោះទេតែយើងពិតជាអាចធ្វើវាសម្រាប់ខ្លួនឯងបានហើយអ្វីយើងចាំបាច់ដែលធ្វើវាមុនដំបូងយើងជាអ្នកបង្កើតស្នេហាជាអ្នកគ្រប់គ្រងស្នេហាតែក្រោយមកស្នេហានឹងគ្រប់គ្រងយើងវិញជាមិនខានស្នេហាដែលយើងមិនអាចគ្រប់គ្រងបានហៅថាស្នេហាខុសរបៀបហើយក្នុងកលៈទេសៈព្រោះតែនៅពេលដែលមានវាយើងអាចបំភ្លេចតួនាទីជាសិស្សពាក្យថាស្នេហានេះមិនដឹងសំឡើងពីឆ្នាំអ្វីនោះទេជួនកាលអ្នកសរសេរក៏ញញឹមសើចសប្បាយតែម្នាក់ឯងជួនកាលទៀតអ្នកសរសេរក៏ប្រើជាក្រៀមក្រំកើតទុកមួយរំពេចភ្លាមតែម្ដងពេលដែលសប្បាយក៏ភ្លេចការសិក្សាតែពេលដែលកើតទុកក៏ភ្លេចការសិក្សានេះគេហៅថាស្នេហាជាថ្នាំពោនៅពេលដែលយើងមិនអាចគ្រប់គ្រងវាបានហើយស្នេហាក៏ជាថ្នាំបើផងដែរតែយើងចេះប្រើវាដើម្បីជាកម្លាំងជំរុញក្នុងការសិក្សារៀនសូត្រជាគ្រប់គ្រងវាមិនចាយពេលវេលាទៅលើវាហួសប្រមាណស្នេហាត្រូវការពេលវេលាដើម្បីជាច្រើនដើម្បីបណ្ដោះហើយមើលថែថ្នាក់ថ្នមវាបើយើងរពោតែចំណាយពេលច្រើនពេកទៅលើរឿងនេះចុះទៅពេលណាដែលចំណាយទៅលើពេលការសិក្សាដើម្បីអនាគតខាងមុខស្នេហាប្រៀបបីដូចជាមេអំបៅអីចឹងបើយើងកាន់តែដេញចាប់វាក៏កាន់តែកិច្ចឆ្ងាញ់ពីយើងបើយើងរវល់តែដេញចាប់វានោះយើងនឹងខាត់ពេលឥតប្រយោជន៍យកពេលវេលានោះមិនមើលថែខ្លួនឲ្យល្អនោះមេអំបៅនឹងមកដល់ខ្លួនឯងជាមិនខានប្រកបយកពេលវេលាមកមើលថែខ្លួនឯងស្រឡាញ់ខ្លួនឯងប្រឹងប្រែងសិក្សាឲ្យទទួលបានលទ្ធផលល្អបន្តស្វ័យសិក្សានៅផ្ទះថែមទៀតតែពេលនោះមិនខ្វះតែមនុស្សដែលស្រឡាញ់យើងសិស្សម្នាក់ធ្លាប់មានឈ្មោះជាសិស្សពូកែប្រចាំសាលាតែចាប់តាំងពីមានស្នេហាមកការសិក្សាចាប់ផ្ដើមធ្លាក់ចុះជាលំដាប់ព្រោះតែប្រើពេលច្រើនពេកសម្រាប់ថែបំពន់វាគ្រូនៅក្នុងថ្នាក់សាលាប្រកាសណាស់ថាសិស្សម្នាក់នេះនឹងទទួលបានលទ្ធផលល្អក្នុងការប្រឡងជាមិនខានតែពិតជាគួរឲ្យស្ដាយខ្លាំងណាស់គាត់បានប្រឡងធ្លាក់ព្រោះឆ្លក់នឹងស្នេហាផ្លេចការសិក្សារៀនសូត្រធ្លាប់តែមានឈ្មោះល្អប្រចាំសាលាតែមិននឹកស្មានថាខ្លាចទៅជាបែបនេះសោះមាននរណាម្នាក់មកកោតសរសើរយើងនោះទេតែគេនៅតែមានតែជន់បន្លិចយើងថែមទៀតផងគេអាចនឹងនិយាយថាអាស្នេហាដឹកមុខនាំអំពើទុកដាក់ខ្លួនក្នុងវ័យសិក្សាសូមបដិសេធនឹងរឿងស្នេហាសិនទៅព្រោះរឿងនេះគឺជាសត្រូវជាមួយនឹងការសិក្សារៀនសូត្រទិវាស្នេហ៍ត្រូវធ្វើឡើងនៅពេលដែលយើងមិនទាន់មានភាពរឹងមាំនៃចំណេះដឹងស្នេហាជាថ្នាំពៅនៅពេលដែលយើងមានចំណេះដឹងគ្រប់គ្រាន់សម្រាប់ជីវិតស្នេហាជាថ្នាំពោនាំទុកកង្វល់ដល់ជីវិតនៅពេលដែលយើងមានគំនិតខ្លីខ្ចីខ្លីវិជាគតិបណ្ឌិតអប់រំចន្ទប់របស់ទស្សនវិទូចិនឡាវជឺ 1. ការស្គាល់អ្នកដទៃគឺជាភាពវៃឆ្លាតការស្គាល់ខ្លួនឯងគឺជាគតិបណ្ឌិត 2. នៅពេលដែលញាក់ស្រឡាញ់ពេញចិត្តនឹងខ្លួនញាក់ហើយមិនប្រៀបធៀបឬក៏យកឈ្នះយកចាញ់អ្នកដទៃនោះមនុស្សគ្រប់គ្នានឹងគោរពញាក់ 4. វត្ថុមានតម្លៃ3យ៉ាងក្នុងជីវិត 1. ភាពល្អប្រពៃ 2. ភាពសន្សំសំចៃ 3. ភាពចេះដាក់ខ្លួន 5. ប្រសិនបើញាក់មានទុក្ខកង្វល់មានន័យថាញាក់កំពុងតែរស់នៅក្នុងអតីតកាលប្រសិនបើញាក់ភ័យព្រួយខ្វល់ខ្វាយមានន័យថាញាក់កំពុងតែរស់នៅក្នុងអនាគតប្រសិនបើញាក់មានអារម្មណ៍ស្ងប់ស្ងាត់មានន័យថាញាក់កំពុងតែរស់នៅក្នុងពេលបច្ចុប្បន្ន 6. ពេញចិត្តជាមួយនឹងអ្វីដែលញាក់មានត្រេកអរទៅនឹងវត្ថុគ្រប់យ៉ាងប្រព្រឹត្តទៅតាមដំណើររបស់វានៅពេលដែលញាក់ដឹងថាគ្មានអ្វីដែលខ្វះខាតនឹងពិភពលោកញាក់ទាំងមូលនឹងក្លាយជារបស់ញាក់ 8. ប្រសិនបើញាក់ចង់បានអ្វីមួយដំបូងទៅចេះផ្ដល់ឲ្យគេជាមុនសិនមានទៅមានមកជារឿងធម្មតាកុំរំពឹងចង់បានផលប្រយោជន៍ពីអ្នកដទៃទាំងដែលខ្លួនមិនបានផ្ដល់អ្វីទៅដល់អ្នកដទៃសោះ 9. ភាពស្ងប់ស្ងាត់គឺជាកម្លាំងដ៏អស្ចារ្យមួយនៅពេលដែលមនុស្សចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួននៅស្ងៀមមិនជ្រួយច្របល់នៅពេលដែលមានបញ្ហាបុគ្គលនោះនឹងជាបុគ្គលដែលរឹងមាំទ្រឹស្ដីល្បោករបស់លោកសាក់ឡូ 1. ពិភពលោកនេះព្រៃសៃណាស់បើញាក់ខ្សោយញាក់នឹងស្លាប់ 2. កញ្ចក់គឺជាមិត្តល្អរបស់ខ្ញុំពីព្រោះតែវាមិនដែលសើចពេលដែលខ្ញុំយំនោះទេ 3. មួយថ្ងៃដែលញាក់មិនបានសើចសោះជាថ្ងៃដែលខ្ជិះខ្ជាយបំផុត 4. ចរិតពិតរបស់មនុស្សស្ដែងចេញ
នៅពេលដែលគេស្រវឹង 5. បរាជ័យវាមិនសំខាន់នោះទេ វាគ្រាន់តែដកយកភាពក្លាហានដើម្បីបញ្ឆោតយើងឲ្យល្ងើមួយពេលតែប៉ុណ្ណោះ រឿងការពិតខ្លះដែលញាក់គួរដឹង 1. ឪពុកដែលធ្វើកិច្ចការផ្ទះច្រើនទំនងជាមានកូនស្រីដែលមានមហិច្ឆតាខ្ពស់ 2. ស្ត្រីដែលឆ្លាតវៃពិបាកក្នុងការរកដៃគូ 4. ការសុំដំបូន្មានគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពដែលជះឥទ្ធិពលលើអ្នកដទៃនិងផ្ដល់ភាពកក់ក្ដៅដល់ពួកគេចំពោះញាក់ 6. យើងមានទំនុកទុកចិត្តលើមនុស្សម្នាក់ៗបានតែម្ដង បើសិនគេធ្វើឲ្យយើងខកចិត្តលើគេវានឹងមិនដូចដើមវិញទេ 7. ដៃគូស្នេហាដែលលេងសើចនឹងគ្នាមានទំនាក់ទំនងកាន់តែរឹងមាំនិងយូរអង្វែង 8. វ័យជំទង់ត្រូវបានគេចាត់ទុកថាជាឆ្នាំនៃឆ្លងកាត់បទពិសោធន៍ដ៏ល្អបំផុតនិងអាក្រក់បំផុតនៃជីវិតរបស់យើង 9. បុរសញ៉ាំច្រើននៅពេលពួកគេញ៉ាំអាហារថ្ងៃត្រង់ឬក៏អាហារពេលល្ងាចជាមួយមនុស្សស្រីជាងពួកគេចង់នៅជាមួយមិត្តភក្តិប្រុសៗដទៃទៀត ច្បាប់ស្រូបទាញ បើសិនជាញាក់បារម្ភថានឹងមានរឿងអាក្រក់ណាមួយកើតឡើងនោះរឿងនោះពិតជាអាចនឹងកើតឡើងនៅថ្ងៃណាមួយ ច្បាប់100ម៉ោង ច្បាប់100ម៉ោង បើសិនជាញាក់ចំណាយពេល100ម៉ោងក្នុងមួយឆ្នាំផ្ដល់ទៅធ្វើរឿងមួយដែលស្មើទៅនឹង16នាទីក្នុងមួយថ្ងៃនោះញាក់នឹងធ្វើវាល្អជាងមនុស្ស 95% នៅក្នុងសង្គមអ្វីដែលយើងមើលរំលងនោះគឺការតស៊ូធ្វើរឿងមួយបន្តិចម្ដងជារៀងរាល់ថ្ងៃ ច្បាប់ទ្រង់ចាប់ នៅពេលដែលញាក់មានរបស់អ្វីមួយញាក់តែងតែចង់បានរបស់អ្វីមួយទៀតដែលជាគូនឹងវាដូចជានៅពេលដែលញាក់មានថូផ្កាមួយតាំងនៅក្នុងផ្ទះញាក់នឹងចង់ទិញផ្កាយកមកតាំងនៅពេលដែលគេឲ្យទ្រង់ដាក់ចាបមួយទៅឲ្យញាក់ថ្ងៃណាមួយញាក់នឹងទិញចាបដាក់មកដាក់ជាមិនខាន ច្បាប់12វិនាទីគ្រប់ពេលដែលយើងទុកចិត្តខ្លួនឯងមិនបានត្រូវចងចាំថាទ្រាំឲ្យបាន12វិនាទីបើសិនជាញាក់អាចគ្រប់គ្រងខ្លួនឯងបានក្នុងប្រមាណវិនាទីនេះនោះស្ថានភាពនឹងធូរស្រាលឡើងច្បាប់ 1% មនុស្សម្នាក់ធ្វើរឿងល្អ 99% ពេលធ្វើរឿងអាក្រក់ 1% គាត់នឹងក្លាយជាមនុស្សអាក្រក់មនុស្សម្នាក់ធ្វើរឿងអាក្រក់ 99% តែពេលដែលគាត់ធ្វើរឿងល្អ 1% គេនឹងភ្លេចអំពើអាក្រក់របស់គាត់វិន័យជាគន្លឹះនៃភាពជោគជ័យតើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាមនុស្សមួយចំនួនអាចសម្រេចគោលដៅរបស់ពួកគេបានខណៈពេលដែលអ្នកផ្សេងទៀតបរាជ័យចម្លើយគឺសាមញ្ញគឺវិន័យក្រាមនេះបង្ហាញយ៉ាងច្បាស់ពីភាពខុសគ្នារវាងកម្លាំងចិត្តនិងវិន័យកម្លាំងចិត្តគឺមានលក្ខណៈបណ្ដោះអាសន្ននិងងាយនឹងរសាយវិន័យគឺជាកម្លាំងជំរុញដ៏រឹងមាំនិងជាប់យូរអង្វែងវាជាការពិតណាស់និងការបដិញ្ញាចិត្តដ៏មុតមាំដើម្បីបន្តដំណើរទៅមុខទោះបីជាមានឧបសគ្គឬការលំបាកយ៉ាងណាក៏ដោយដូច្នេះចូលគុំគ្រាន់តែពឹងផ្អែកទៅលើកម្លាំងចិត្តតែមួយមុខចូលបណ្ដោះវិន័យនិងការតាំងចិត្តក្នុងខ្លួនអ្នកដើម្បីសម្រេចគោលដៅដ៏នឹងក្តីស្រមៃរបស់អ្នកលុយនិងទ្រព្យបុព្វក្រអូបគឺអាស្រ័យដោយសន្សើមហើយមនុស្សឆ្នើមគឺអាស្រ័យដោយការព្យាយាមសិទ្ធិនឹងការផ្ដល់តម្លៃត្រូវកំណត់ទៅលើបុគ្គលទាំងពួងតាមការពិតមនុស្សណាក៏អាចរស់ប្រកបទៅដោយសេចក្តីសុខបានដែរសំខាន់ឲ្យតែប្រកាន់យកភាពមិនលំអៀងនិងមានសេចក្តីទៀងត្រង់មនុស្សខ្លះមានមនោសញ្ចេតនាសិទ្ធិជំរឿទៅលើទឹកលុយបុណ្យស័ក្តិនិងអំណាចជាដើមបន្ទាប់ពីបានទទួលអំណាចជោគជ័យទៅលើផ្នែកធនធានផ្លូវទុច្ចរិតហើយអ្នកទាំងអស់នោះចាប់ផ្ដើមមានគំនិតថាអញធំជាងឬក៏ព្រោះអញភាសាអញប្រើបញ្ជាក់ឲ្យកាន់តែច្បាស់ន័យមានលុយមានឡានមានវិឡាដែលពួកញាក់ខ្សត់គ្មានអេរិយាបថដែលបែបនេះវាបង្កើតឲ្យមានការចាត់ចែងថ្នាក់តាមវណ្ណៈឬក៏តាមការគិតនេះគឺជាមូលហេតុចម្បងមួយដែលបង្កឲ្យមានការធ្លាក់ចុះទៅនៅភាពសាមគ្គីនិងការយោគយល់អធ្យាស្រ័យគ្នាទស្សនវិទូក្រិកអារីស្តូទូលមានថាសីលធម៌វាមិនសំខាន់ដើម្បីធ្វើឲ្យមនុស្សមានសុភមង្គលនោះទេប៉ុន្តែគ្រប់គ្នាត្រូវតែមានគុណតម្លៃក្នុងអង្គកាយហើយនឹងទ្រព្យសម្បត្តិក្នុងខ្លួនហើយបើទោះបីជាញាក់ប្រាជ្ញក៏ដោយក៏ត្រូវតែមានទុកដែរបើខ្វះទ្រព្យសម្បត្តិទាំងអស់នេះការនាំគ្នាទៅស្រវាទ្រព្យដើម្បីសុភមង្គលគឺជារឿងដែលមនុស្សគ្រប់គ្នានាំគ្នាប្រឹងរត់ត្របាញ់ជើងដើម្បីឲ្យទៅដល់គោលដៅនៃសុភមង្គលមនុស្សគ្រប់រូបតែងតែមានចិត្តលោភលន់ត្បិតបើមានហើយគង់តែចង់បានមួយទៀតភាពមិនចេះស្កប់ស្កល់នឹងអ្វីដែលខ្លួនមានគឺជាហេតុបណ្ដាលឲ្យមនុស្សគ្រប់គ្នាមានទុក្ខទោសច្រើនភាពជោគជ័យដ៏លើប្រាកដអាចនាំមនុស្សទៅរកភាពមានបានប្រសិនបើបុគ្គលនោះចេះចាយវាយប្រកបទៅដោយភាពត្រឹមត្រូវទង្វើត្រឹមត្រូវបែបនេះវាគឺជាយានជំនិះនាំមនុស្សទៅរកគុណធម៌និងការរស់នៅប្រកបទៅដោយគុណតម្លៃអ្នកខ្លះហេតុតែចង់បានជ្រុលពេកក៏ជ្រុលខ្លួនទៅបង្កភាពក្រហើមក្រហាយ
ស្ទើរតែធ្លាយទ្រូងស្លាប៉ុន្តែអ្នកខ្លះទៀតសុខចិត្តបំពេញតាមអ្វីដែលខ្លួនចង់បានតាមលទ្ធផលដែលខ្លួនអាចរកបានហើយមិនទៅរកបៀតបៀននរណាម្នាក់ជាដាច់ខាតត្រឹមតែជាយុវជនបើអាចបានត្រឹមតែមានបាយហូបមានឱកាសរៀនសូត្របានច្រើននិងប្រឹងប្រែងឲ្យចេះដឹងពិតប្រាកដមានចំណេះដឹងប្រកបទៅដោយសីលធម៌គឺជារឿងល្អណាស់ទៅហើយពីព្រោះថាបើចេះកាន់បីសៀវភៅស្ពីកាបូបបែបនេះនោះភាពមានបានវានឹងកើតឡើងនៅពេលក្រោយគ្មានប្រទេសណាគ្មានជនណាមិនវិនិយោគទៅលើការអប់រំនោះទេបើរៀនបានច្រើនមានចំណេះសមទៅនឹងគុណធម៌ប្រសម្បត្តិលុយកាក់ដែលបានមកវាក៏មានសភាពត្រជាក់ត្រជុំដូចគ្នាតម្លៃឱកាសធ្វើរឿងតូចៗតែត្រូវសម្លឹងប្រយោជន៍ធំនៅអនាគតតែបើធ្វើរឿងធំសូមទម្លាក់ចោលនៅប្រយោជន៍តូចតាចមួយចំនួនចង់រើភ្នំពេញនៅលើផ្លូវដែលត្រូវដើរត្រូវតែចាប់ផ្ដើមពីការរើដុំថ្មចេញមួយជំហានមួយដុំដំណើររាប់ពាន់គីឡូត្រូវចាប់ផ្ដើមមួយជំហានម្ដងការលះបង់ឱកាសមួយទៅចាប់ឱកាសមួយត្រូវថ្លឹងថ្លែងទៅលើតម្លៃនៃឱកាសភាសាសេដ្ឋកិច្ចហៅថាថ្លៃឱកាសឬក៏ opportunity cost ពីព្រោះតែវាពាក់ព័ន្ធទៅលើការសម្រេចចិត្តហើយការសម្រេចចិត្តត្រឹមត្រូវនោះតែមានចំណេះដឹងឬក៏ព័ត៌មានគ្រប់គ្រាន់ថ្លឹងថ្លែងទៅលើប្រយោជន៍នាពេលខាងមុខការលទ្ធិស័កដែលយើងមិនអាចប្រមូលព័ត៌មានដើម្បីគ្រប់គ្រងទៅលើការសម្រេចចិត្តរបស់យើងបានអាចធ្វើឲ្យយើងបាត់បង់នូវការចាប់យកឱកាសល្អហើយស្រវាចាប់យកឱកាសឥតបានការពេលខ្លះការសម្លឹងប្រយោជន៍តូចតាចតែមួយជ្រុងប្រកាសជានាំឲ្យខូចប្រយោជន៍ដ៏ធំដោយជាបំផុតលះបង់ប្រយោជន៍តូចដើម្បីទទួលបានប្រយោជន៍ធំលះបង់ប្រយោជន៍ធំដើម្បីទទួលបានប្រយោជន៍តូចវាផ្នែកតូចដើម្បីសម្រេចចិត្តបាននៅផ្នែកធំលះបង់មនុស្សម្នាក់ដើម្បីជួយមនុស្សមួយក្រុមគឺគ្មានអ្វីត្រូវស្ដាយស្រណោះនោះឡើយទោះបីជាមានដៃពីរមានឱកាសចាប់យកបានតែម្ដងគត់ឱកាសមួយវាគ្រប់គ្រាន់សម្រាប់ឲ្យយើងជោគជ័យទៅលើគោលដៅមួយហើយឈានទៅចាប់ឱកាសមួយសម្រាប់គោលដៅមួយទៀតរហូតដល់គោលដៅចុងក្រោយនៃជីវិតរសជាតិល្វីងនៃការរៀនត្រូវការភាពស្ងប់ស្ងាត់ដូចនេះយើងត្រូវឯកាបន្តិចរៀនត្រូវការចំណាយលុយដូចនេះយើងត្រូវការសន្សំបន្តិចរៀនត្រូវការពេលវេលាដូចនេះយើងត្រូវតែចេះឆ្លៀតបន្តិចការអានមិនអាចឲ្យយើងក្លាយទៅជាអ្នកមានតែវាអាចឲ្យយើងធ្វើឲ្យការរស់នៅរបស់យើងមានក្តីសុខរកចំណេះគឺខុសពីការរកទ្រព្យចំណេះបំពេញឲ្យជីវិតខាងក្នុងចំណែកឯទ្រព្យគឺបំពេញតាមរយៈជីវិតខាងក្រៅអ្នករៀនតែងតែឲ្យតម្លៃទៅលើចំណេះដឹងជាងទ្រព្យសម្បត្តិព្រោះតែមានចំណេះមានន័យថាមានទ្រព្យតែមានទ្រព្យពុំប្រកាសថាមានចំណេះនោះទេពិភពលោកសង្គមជាតិដើរទៅមុខមកដល់សប្តាហ៍ថ្ងៃនេះគឺកើតចេញពីគុណភាពនៃចំណេះដឹងពុំមែនគុណភាពនៃគុណសម្បត្តិមិនមែនទៅលើបើទោះបីជាយកទ្រព្យទៅសម្រេចសមិទ្ធផលក៏ត្រូវការចំណេះដឹងសម្រាប់គ្រប់គ្រងទ្រព្យដដែលរសជាតិនៃការរៀនសូត្រគឺល្វីងខ្លាំងណាស់ពុំដូចរសជាតិផ្អែមនៃការសប្បាយភ្លើតៗនោះទេសម្រាប់មនុស្សដែលមានចក្ខុវិស័យវែងឆ្ងាយនឹងចេះជ្រើសយកការទ្រាំលេបយករសជាតិល្វីងជាងមុនចំណែកឯមនុស្សគំនិតខ្លីនឹងជ្រើសរើសយកការសប្បាយដែលបំភ្លេចចោលនៅការរៀនសូត្រដែលជារឿងចម្បងសម្រាប់អនាគតខ្លួនឯងនិងសង្គមជាតិចង់មុតស្រួចត្រូវសម្លៀងចង់ស្រួចត្រូវសម្រួចស៊ីជីនភីងបានពោលថាមនុស្សដែលយកឈ្នះភាពទន់ខ្សោយរបស់ខ្លួនបានគឺជាមនុស្សខ្លាំងពូកែហើយមនុស្សខ្លាំងពូកែនឹងក្លាយទៅជាមនុស្សជោគជ័យវាពិតជាពិបាកខ្លាំងណាស់នៅពេលដែលយើងជាមនុស្សដែលមានភាពខ្លាំងគ្រប់គ្រាន់ដើម្បីពឹងផ្អែកទៅលើខ្លួនឯងតែបើជាសម្បូរចំណុចខ្សោយនិងរំពឹងទៅលើការផ្អែកស្មារតីដទៃនៅលើដំណើរជីវិតដ៏វែងឆ្ងាយគ្រប់គ្នាអាចធ្វើដំណើរទៅមុខជាមួយគ្នាប៉ុន្តែពុំអាចដើរជំនួសគ្នាបានទេកំបិតមុតស្រួចត្រូវឆ្លងកាត់ការសំលៀងមនុស្សរងមាំត្រូវឆ្លងកាត់ការលំបាកខ្លាចការលំបាកស្មើទៅនឹងមិនអនុញ្ញាតឲ្យទទួលបានជ័យជំនះរាល់ដំណើរភាពពាន់ជំហានត្រូវឆ្លងកាត់ផ្លូវរាប់ពាន់សន្តានជួនកាលត្រង់ជួនកាលបត់ជួនកាលជួបផ្លូវរលោងស្អាតជួនកាលជួបផ្លូវក្រឡុកស្មុគស្មាញតែទោះបីជាយ៉ាងណាក៏ដោយយើងត្រូវតែដើរពុំអាចឈប់បានឡើយក្នុងន័យនេះអ្នកដែលអាចបន្តដំណើរទៅមុខបានចាំបាច់ត្រូវតែមានភាពរឹងមាំត្រូវតែខ្លាំងពូកែចង់ពុតដែកលុះត្រាតែយើងរឹងជាងដែកចង់ទម្លាស់បញ្ហាលុះត្រាតែយើងសម្រួលខ្លួនឲ្យស្រួលជាងមុនសិន